dương bắt to thế này chân cao vì sơ mấy nữa nhưng bạn rệp trọng config mới chân này còn lại bên toàn pin lệnh chân xong review một tích trong sơ mấy người dân bạn nó không lại ní cái dân bạn bạc tự tôn năng asin thang action ប្រភេទ action គឺនៅក្នុងគឺជាប្រភេទមួយដែលនៅក្នុង state ដូចហ្នឹងយើងប្រើសម្រាប់បង្កើតទៅនឹង action ផ្សេងៗដូចជា get data ទី data delete data ឬក៏ស្អីផ្សេងៗនេះយើងតើតើនឹងការធ្វើការងារជាមួយនឹង database ហើយមូលហេតុដែលយើងប្រើ create async thang នេះដោយសារតែយើងចង់និយាយចង់នៅពេលដែលយើងទាញ API នេះយើងអាចធ្វើការ check មើល success ឬក៏ reject តើនេះអូខេអញ្ចឹងក៏ដែរបើយើងចង់ទាញតំណែងចេញពី API ទាញចេញមកនេះស្វីអ្នកស្វីចឹងដែរស្វីតំណាង get endpoint នេះយើងប្រើដល់នេះរត់ចឹងចង់ទាញតំណែងចេញមកពី API ហើយរក្សាទុកនៅក្នុង data យើងឡើយនេះអូខេចឹងយើងដឹងហើយ state គឺសំដៅលើវិធីសាស្ត្រមួយដែលយើងយក data មករក្សាទុកនៅក្នុងខ្លួនវាហើយធ្វើការចែកអា data ទាំងអស់ហ្នឹងទៅកាន់ component ផ្សេងទៀតអូខេអញ្ចឹងយើងសេតម្រងបែបនេះប៉ុណ្្នឹងហើយណាអូខេយើងសេប៉ុណ្្នឹងហើយយើងមានឈ្មោះ state យើងមាន initialize state គឺយើងប្រកាសទៅទៅនឹង data ឬក៏ប្រកាសនឹង object ដើម្បីរក្សាទុកនៅ data អូខេហើយយើងមាន extract reducer ដោយ object មួយហ្នឹងយើងឲ្យវាធ្វើការជាលក្ខណៈ function build function add cache ដោយយើងត្រូវការមាន builder 5មួយដើម្បីធ្វើការ build នៅ data ចូលទៅកាន់ state អូខេដោយយើងប្រើ cache សម្រាប់ធ្វើការ add នៅករណីមួយចំនួនដូចជាទាញយកតំណែងដោយជោគជ័យទាញយកតំណែងដោយបរាជ័យមានថាទាញតំណែងអត់បានដោយជោគជ័យវា fail អូខេតោះអញ្ចឹងនេះជាការ review មួយចំនួនហើយបន្ទាប់ពីយើងទាញបានហើយគឺយើងត្រូវការ config វាចូលទៅកន្លែងណា config វាចូលមកកាន់នេះ config ចូលទៅកាន់ config store ដោយយើងត្រូវការយក create slide នេះcreate slide នេះអញ្ចឹង create slide ហ្នឹងគឺយើងយកមកពីនេះដោយសារតែប្រព័ន្ធនេះវារក្សាទុកនៅ data ទាំងអស់នេះដោយសារតែ student នេះគឺវារក្សាទុកនៅ data ប្រព័ន្ធនេះត្រត់អញ្ចឹងដល់ពេលវារក្សាទុកនៅ data ប៉ុណ្ណឹងគឺយើងចង់យកទៅប្រើចង់យក data ដែលបានរក្សាទុកនៅក្នុង student slide ហ្នឹងយកទៅប្រើកន្លែងផ្សេងគ្នាគាត់អីគេគាត់តែ config store ទៅជាការស្រេចនេះ config store ណាយើងតម្រង់ config store ចាំមូលហេតុនៃការ config ដោយសារយើងដឹងហើយដោយសារយើងដើម្បីអាចយកទៅប្រើបានត្រូវយើង config ឲ្យវារៀបចំឲ្យវាត្រឹមត្រូវសិនរៀបចំវាចូលក្នុង reduction អូខេតោះអញ្ចឹងបន្តមកទៀតនេះយើងបន្តមកទៀតខ្ញុំសុំថ្ងៃនេះខ្ញុំសុំបង្កើតទៅនឹង page មួយអញ្ចឹងក្នុង layout នេះខ្ញុំសុំបង្កើត file មួយដាក់ថា master layout ឬក៏ master layout អញ្ចឹងទៅ.jsx អូខេ RASE shortcut ណាតោះចាត្រង់នេះយើងប្រើសម្រាប់ header ណាយើង header មួយមកចាត្រង់នេះយើងមាន header មួយយើងដាក់class name យើងដាក់ bg ទៅជា dark អូខេ bg dark padding ចំនួន5អូខេប៉ុណ្នេះមកអូខេតោះហើយយើងដាក់ x3 state ថា state management អូខេ state management បូកstate management with Redux toolkit យើងដឹង Redux toolkit ជា library សម្រាប់ប្រើបង្កើត step management អូខេប៉ុណ្នេះmaster layout អានេះ header ត្រឹមអូខេតមកខ្ញុំត្រូវការមានsorry យ៉ាងនេះខ្ញុំគួរតែមាន container មួយណា container ក្តោបមួយខ្ញុំគួរតែមាន div ក្តោបមួយអូខេខ្ញុំគួរតែមាន div ក្តោបមួយត្រង់នេះឲ្យវាក្តោបដោយ div មួយមកផាសចូលនេះអូខេផាសចូលបងតមកត្រង់នេះយើងមាន container មួយ
chẳng hạn dương đại kia này dương đại kia để tôn tên cái này dương outlet rồi outlet ok outlet là bây giờ luôn đó ấy cứ ra sầm rạp để xa tục nơi data để xa tục nơi component xem cho nó phải đài component từ ca call cho lại ní call cho cứ nó phải đài dương đi đây từ căn page nhà mũi bên năng smart năng từ ca bạc lựa outlet đây tỏ chân dương mơ sân dương dương miền dương pra bootstrap còn tay giờ to miền library tụi mình install bootstrap cho thì đó nhưng mà năng dependency đấy tụi mình bootstrap thì chẳng như cái install bootstrap sẵn ok nhầm install bootstrap npm install bootstrap bootstrap version yang rồi ok nhầm bao chat GPT hỏi xa nhầm tới cái import bootstrap cho nông main đó rồi đầm mây chạy tập ra nó căn component xem ok chân chừng bạn chat GPT mới ok ní import CSS chỗ 4 đã cho lên main đi toàn cha main ấy dương đắng ấy lên khai cho tất cả pra thế đôi default CSS default CSS bảo kế những lục cho thế ok hay dương cho tụi một thằng app trẻ thì tới thằng app ấy dương ở tất cả pra đấy ok thằng app này tất cả pra thế chân dương bật với cháu bật với cháu mà ok tụi bật cháu dương tất cả pra React router browser router muối vậy thì cam này cho tôi năng route browser router route test ok hay nó miền route mùi mùi cho má miền route mùi muối nè ok chân element anh đi đã index cái bán đó sao việc tất cả bạn môn kế in rồi sao giờ toàn import này giờ bây giờ toàn import chẳng vì outscore thì chẳng nhầm import luôn mà ok route muối tôi muốn route import route một tiết rồi anh đi đã index mà thầy dựng bảo môn kế cứ cho layout món ok tao là những sạc bạn môn kế mà bây giờ ta p ta h1 hello đây tao ở đây sạc rắn rắn để cái nữa ok chuyện bị ấm anh bị ấm rắn điêu ok bạc 4 play cái gì mơ main app mà hỏi anh ấy lúc mới cháu xem ok là bao nhiêu đến từ cả lúc app thì anh có tốc đá lúc ok mơ ta dương các ấy mơ non master layout đấy tỏ refresh ok inspect mơ xem mơ non con số master layout cannot find master layout ok đó sao master layout nó toàn bạn import trong app này giờ toàn bạn import master layout thì import này ok sẽ sao thứ mấy thì chứ ok đó sao chọn import không master layout import 4 á đấy bạn import mới này một sao thứ mấy
inspect សាថ្មីនៅក្នុង console នេះវាថា index cannot have អូខេវាថាក្នុង index នេះបាទអាចមាន children បានទេអញ្ចឹងយើងមិនបាច់ប្រើ index បានទេយើងអាចប្រើជា path ចេះមកអូខេតោះយើងអាចប្រើជា path ចឹងណាថ្មី refresh ពងroute children route test must be route or egg fragment h1 is not route អូខេ h1 អត់អាចប្រើមួយ route មិនបាច់ប្រើតប្រើអញ្ចឹងទុកចេះសិនណាអូខេឃើញទេមកណាអានេះគឺដោយសារតែយើង header នេះអ្នក header នេះ header នេះអូខេអញ្ចឹង header នេះយើងដាក់ padding 5វាធំពេកអញ្ចឹងដាក់ត្រឹម3ទៅអូខេដាក់ត្រឹម3ចឹងវាអាចប្រើទេខ្ញុំច្រឡំយើងដោយសារតែបើសិនជាយើងសេអាចសេ element ក្នុងនឹងបានទេតើយើងសេជាចេះបើសេចេះបានយើងសេចេះបានសេចេះបានចេះឃើញទេ home page ចឹងទៅសេចេះបានណាអូខេចឹងយើងមានប៉ុណ្នេះតោះឡើយខ្ញុំបង្កើត page មួយគឺខ្ញុំដាក់ថាproduct list អូខេ product list create page rename អូខេមិនដាក់ page ក៏បានដែរមួយទៀតគឺ edit product អូខេដោយសារយើងសេក្នុង page ស្រាប់អញ្ចឹងវាដឹងថា page អីអញ្ចឹងក្នុង product list នេះខ្ញុំសូមបង្កើតfile មួយខ្ញុំដាក់ថាបើមែនតើគឺ save view តែយើងមិន save view ទេយើងដាក់តែនេះទៅយើងអាចដាក់ថា index ក៏បានដែរឬក៏ដាក់ថាlist ឬក៏ដាក់ថា product list .jsx អូខេ RASCE ធ្វើពងមកហើយត្រង់នេះយើងមានជា table មានជាអីណានេះយើងមានជា table ណាយើងមាន header មានអីចឹងទៅអូខេយើងអាចប្រើទីមួយគឺដាក់ div ចោលទៅណាអញ្ចឹងនេះយើងមាន class មួយ class name យើងដាក់ display ទៅជា flex អូខេតោះក្នុងនេះយើងមានស្អីនេះ class name យើងមានដាក់ថា x3 មួយមកដាក់ថា all product ហ្នឹងទៅ all product អូខេតពេលនេះយើងដាក់ button យើងអាចប្រើជា link ក៏បានដែរអូខេ link អូខេ link ពង link import ចេញពី React router ណា link ដាក់ថា create add new product អូខេតោះចាក្រោមនេះយើងដាក់ជា table អូខេក្រោមនេះដាក់ជា table ណាចឹងយើងដាក់ជា table អូខេ class table border ចឹងទៅយើងប្រើ t head អូខេយើងមាន to មាន id មាន name price ច្រឡំ name ដោយសារយើងនិយាយពី student អត់មានត្រូវមាន price ទេ to វិញ name ជាមើល data JSON យើងមានខ្លះ data JSON យើងមានតែ name age អញ្ចឹងទៅជាដាក់ name យើងចូលក្នុងនេះមាន name មាន cost
cos អូខេហើយទៀតយើងមើល th ដដែល action អូខេតមកយើងមាន t body row reactអូខេt / t body ពងប៉ុនេះមកអូខេតោះឥឡូវយើងបានប៉ុនេះហើយឥឡូវខ្ញុំសុំ import វាចូលក្នុងអា home នេះចូលក្នុង app នេះ import ចូលនេះមកណាអូខេអញ្ចឹងដេកថាវាថាបើកដំបងគេអញ្ចឹងដល់ពេលយើង call ភ្លាមគឺដើរចូលនេះដំបងគេណាគឺយើងហៅគេ product list បងតោះ product list import ចូលណាទៅមើលអញ្ចឹងបានប៉ុណ្នេះអានេះវាអត់ញែកយើងដោយសារយើងប្រើគេយើងទៅមើលក្នុង page ហ្នឹងយើងប្រើគេបានវាអត់ញែកអញ្ចឹង justify content center align item center display flex justify content space between ណាអូខេខ្ញុំខានខ្ញុំមិនដែលសេកដោយដៃផងខានសេចង់200លានឆ្នាំហ្នឹងអានេះដាក់អីគេ text center ទៅទៅកណ្ដាលទាំងអស់ហើយអូខេអញ្ចឹងយើងដាក់នេះពណ៌ខ្មៅនេះទៅ t head នេះ class table primary អូខេចុង primary មិនចេញអញ្ចឹងតោះប៉ុណ្ណាណាប៉ុណ្ណឹងហើយអូខេអញ្ចឹងគ្នាយើងធ្វើមកអញ្ចឹងយើងមាន master layout មួយតោះជិះខ្ញុំសៀនសតឲ្យបន្តិចតោះឥឡូវយើងធ្វើមិនដែរខ្ញុំអាចថាសួរមិនដែរតឥឡូវបើតាមរបៀបដែលយើងមើលអំពីវិធីសាស្ត្រដែលយើង set up ណាតមិញខ្ញុំភ្លេចបើកសលេងអូខេតើយើង save តាមមើលមិនដែរណាតឥឡូវគ្នាយើងមើលខ្ញុំនិយាយតិចហើយមើលខ្ញុំបញ្យល់បន្តិចបន្ទាប់មកខ្ញុំសួរយើងតើប៉ុណ្ណឹងយើងអាចចែករំលែក data ទៅកាន់ component ផ្សេងបានហើយតោះអញ្ចឹងយើងដឹងហើយ step management សំដៅលើការគឺក៏វិធីសាស្ត្រមួយដែលយក data ទាញចេញពី API ឬក៏ទាញចេញពី server side មករក្សាទុកនៅក្នុងខ្លួនវាហើយធ្វើការចែករំលែកអាទិន្នន័យទាំងអស់ហ្នឹងទៅកាន់ component ផ្សេងទៅអូខេអញ្ចឹងណាអញ្ចឹងដោយសារយើងដឹងថាប៉ុណ្្នឹងហើយតោះឥឡូវយើងមើលពីអ្វីដែលវាធ្វើតើអ្វីដែលវាធ្វើបច្ចុប្បន្នហ្នឹងអាចចែករំលែកទិន្នន័យទៅកាន់ component ផ្សេងបាននៅយើងមើលណាទី1យើងមើលយើងមិនមាន data ដែលយើងរក្សាទុកនៅក្នុង JSON ប៉ុណ្នេះក្នុង endpoint to student អូខេទី2បន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងចង់ទាញទិន្នន័យចេញមកពីហ្នឹងខ្ញុំបានបង្កើត service មួយដោយវាមាន URL ធំមួយអូខេគឺ endpoint មួយយើងណាអញ្ចឹងសម្រាប់ JSON ហើយមកពេច run JSON មុនមិញអូខេ JSON server dash watch data.json អូខេនេះ endpoint ហ្នឹងណាអូខេអញ្ចឹងអា service student នេះគឺយើងប្រើដើម្បីតំណាងឲ្យ endpoint ធំក្នុងការទាញ update delete អីផ្សេងយើងសេក្នុងហ្នឹងជាទៅយើងសេតែ endpoint ទេត្រង់នេះយើងមានស្អីច្រើនទេយើងសេតែ endpoint ទេអូខេយើងសេតែ endpoint ទេណាតោះអញ្ចឹងបន្តមកទៀតយើងមាន endpoint ដើម្បីធ្វើការជាមួយនឹងJSON របស់យើងអីអញ្ចឹងយើងដឹងហើយដើម្បីទាញយកអាទិន្នន័យហ្នឹងបានគឺយើងរក្សាទុកនៅក្នុង store ទៅអញ្ចឹងក្នុង store នេះខ្ញុំបានបង្កើតមាន action សម្រាប់ធ្វើការជាមួយនឹង service អូខេអានេះដាក់មិនក៏បានដែរស្រេចចិត្តអូខេដាក់នេះដាក់អីគេដាក់ service ដែលយើងចង់ប្រើគឺយើងចង់ទាញទិន្នន័យយើងដាក់ហៅ service get មកអូខេ get ចេញពី service នេះណាអូខេបន្ទាប់ពីទាញបានហើយវាប្រកាសណាវានឹង return នៅ data ដោយសារគេដោយសារ get នេះអា get នេះគឺវាមិនប្រភេទជា return function ទេវា return អីគេ return នៅ data ទេអូខេអញ្ចឹងដល់ពេលយើងយកមកប្រើត្រង់នេះ
គ្នាយើងគ្រាន់តែដាក់អីគេដាក់ data មកគឺស្មើនឹងយើងយកអា data បាន response ចេញពីកន្លែងណានេះ response អានេះកន្លែងនេះយកមករក្សាទុកឲ្យអានេះបន្ទាប់មកយើង return data មកអូខេអញ្ចឹងដល់ពេល return data គ្នាយើងត្រូវការយកអ្វីដែល return នេះបោះចូលក្នុង state ដើម្បីរក្សាទុកហើយយកទៅប្រើប្រាស់នៅកន្លែងផ្សេងទៀតអូខេអញ្ចឹងដើម្បីអាចនេះបានគឺយើងត្រូវការ build state build នៅ Redux មួយអូខេដោយយើងដាក់ករណីផ្សេងគ្នាករណីទី1ទាញចំណីដែលជោគជ័យធ្វើការគេយកទិន្នន័យហ្នឹងបោះចូលឲ្យគេឲ្យ student យើងដឹង parameter ទី1ប្រើជាមួយនឹង initialize state parameter ទី2ប្រើជាមួយនឹង action អូខេអញ្ចឹងយើងដាក់ចេញមកមានថាយើង action យកដល់ទៅកាន់ payload យើងចាប់យក data ដែលបាន response ចេញមកពី API assign ដោយ student អានេះដូចគ្នាអានេះយើង assign status អញ្ចឹងទៅ fail ក្នុងករណីវាជោគជ័យវា fail ណាអូខេតោះអញ្ចឹងបន្ទាប់ពីយើងធ្វើការ build អស់ហើយយើងធ្វើការ config អ្វីដែលយើង build ហ្នឹង config ចូលក្នុង Reduxer របស់ library របស់យើងអូខេអញ្ចឹងយើង config ចូលកន្លែងនេះ config store បន្ទាប់ពីយើង config ហើយដល់ដំណាក់កាលទី3គឺយើងត្រូវការចែកយកទៅប្រើតោះខ្ញុំសួរមួយតើមានវិធីសាស្ត្រណាមួយដែលអាចទៅសេម្ដងហើយចែកទៅកាន់ component ផ្សេងគឺយើងសេក្នុងណាមានថាយើងទៅសេតែម្ដងហើយអាចយកអា component ទាំងអស់ហ្នឹងទៅចែកទៅប្រើនៅកន្លែងផ្សេងទៀតតើយើងគួរទៅសេចេញពីកន្លែងណាដើម្បីអាចចែកបានទាំងអស់ហ្មងបាទឌីអញ្ចឹងសល់មួយ step ទៀតមួយ step នេះសំដងទៀតសំដងទៀតឥឡូវណាឥឡូវយើងមាន2 step ហើយចុងក្រោយគឺយើងបាន config អា data យើងចូលក្នុង config store ហើយក៏ប៉ុន្តែអត់ទាន់អាចចែករំលែកអា data ហ្នឹងទៅប្រើបានទេតើតែយើង config ឬក៏យើងត្រូវការ config កន្លែងណាមួយតង់ទៀតដើម្បីអាចចែករំលែកទៅកាន់ component ទាំងអស់ហ្មងមានថាទៅសេតែម្ដងទេតែអាចយកទិន្នន័យទៅប្រើគ្រប់ component ទាំងអស់តើយើងសេកន្លែងណាមែនត្រត់អូខេអញ្ចឹងយើងសេក្នុងមែនណាយើងតោះក្នុងមែនអញ្ចឹងខ្ញុំប្រើ provider ខ្ញុំប្រើ provider មួយណាខ្ញុំសេចេះ provider install ចេញពី React Redux ណាអូខេReact Redux មកអូខេហើយដាក់ app ហ្នឹងក្នុងនេះមកអូខេអញ្ចឹង provider គឺជា live គឺជាគឺហៅថាវាជា function ដែលធ្វើការយកចេញពី Redux អូខេអញ្ចឹងក្នុងនេះមាន prop មួយ prop គឺ prop វាឈ្មោះថាអីគេ prop វាអូខេតោះយើងដាក់ prop នេះដាក់ចេញចាំមកយើងដាក់ថា store អូខេ store ហើយយើងហៅគេ store នេះជា prop នេះយើងអញ្ចឹងយើងចង់បោះអាទិន្នន័យដែលយើងបាន config ត្រត់នេះទិន្នន័យដែលយើងបាន config ចូលក្នុងនេះយើងចង់បោះនេះបោះ store នេះអញ្ចឹងយើងគាត់ហៅ store នឹងចូលឡើងហ្នឹងមកអូខេ store import អា store នេះជា property អា store នេះគួរដាក់ s យើងដើម្បីឲ្យថាលើសារ store វាអាចមានច្រើនណាអញ្ចឹងដាក់ s មកនេះ store មាន s អូខេចាអានេះយើងដាក់ s ដែរមកខាង main នេះយើងដាក់ s ដែរមកប៉ុណ្ណេះមកចេះមកអូខេអញ្ចឹងនេះគេ provider គឺជារបស់មួយដែលយើង import ចេញពី React Redux របស់ library React Redux គឺប្រើសម្រាប់ធ្វើការផ្ដល់នៅ data ទាំងអស់ទៅឲ្យ app អូខេផ្ដល់ data ឲ្យគេនេះផ្ដល់តាមរយៈ app prom store អញ្ចឹង prom store យើងឲ្យតម្លៃវាស្មើនឹង store ដែលយើងបាន config កន្លែងនេះអញ្ចឹងនៅពេលដែលយើងបោះចូលមកត្រង់នេះឃើញវាក្តោបទៅលើ app គឺស្មើនឹងយើងធ្វើការចែកអា data ទាំងអស់ហ្នឹងទៅកាន់ app data ដែលមានក្នុង store នេះ data ដែលមានក្នុង store មានអីខ្លះយើងមើលក្នុង store នេះគឺយើងមើលតាមនេះវាមាននៅនេះ student slide អញ្ចឹង student slide មានខ្លះនេះយើងអូខេមានខ្លះមាននេះអូខេមានទី1មានតកតងនឹង student status អីផ្សេងណាអូខេតោះតោះឥឡូវយើង set យើងសាកទៅ set តទៀតយើងសាកឥឡូវដំណាក់កាលនេះយើងបាន set ត្រង់នេះហើយអញ្ចឹងយើងត្រូវការតែមួយជំហានទៀតគឺយើងត្រូវការយកមកប្រើ data ដែលបានទាញយកមកប្រើក្នុង product list នេះតោះអូខេអញ្ចឹងខ្ញុំធ្វើការចេះមួយខ្ញុំប្រកាសមួយគឺget data from store
រីដូចអូខេតោះអូខេអញ្ចឹងយើងកើត variable មួយ constant ខ្ញុំដាក់ថា product ច្រឡំ product student student អូខេតបមកយើងស្មើ use selector use selector អូខេ use selector អូខេវាជា pet function ក្នុងហ្នឹងវាមាននៅអញ្ចេះអូខេចាំ constant ស្អីខុសមែនអូខេអូច្រឡំនេះយើង save ទៅលើ return ជាស្រ័យនេះយកជួយប្រាច់ផងច្រឡំ save ក្នុង return អញ្ចឹងបានអញ្ចឹង save ទៅលើ return ច្រឡំ save ក្នុង return អូខេផាសចូល command v អូខេអូខេស្មើអានេះស្មើខ្ញុំស្មើពីតង់chứវាដូចមិនសូវតំណងវិញuse selector អូខេអានេះ return function នេះយើងអានេះវាជា return function ណានេះវាជា return function ណាអញ្ចឹងយើង save ក្នុង function ចេះអញ្ចឹង use selector គឺជា function ណាក្នុង function ហ្នឹងមានcallback function មួយអូខេជាអត់ត្រូវណាអូខេទៅមក return return អីគេខ្ញុំអាចថា return អីចោលហ្នឹងទៅតោះអញ្ចឹងយើងត្រូវដឹងនេះ use selector នេះ import ចេញពី react ដូចដដែលអញ្ចឹង use selector ហ្នឹងគឺប្រើដើម្បី call នៅ state ចេញពី store នេះអានេះហៅ state នេះយើងនេះអានេះហៅ state ដល់ពេលនេះហៅគេហៅ action អានេះហៅ state អានេះហៅ action អញ្ចឹងកាលណាយើងប្រើ use selector នេះគឺប្រកបណាស់ខ្ញុំចង់ទាញយកនេះអូខេអញ្ចឹងខ្ញុំចង់ទាញយកអាហ្នឹងខ្ញុំគ្រាន់តែមកត្រង់ទៅនេះវិញខ្ញុំសេយកមកនេះយើងអូខេអញ្ចឹងយើងត្រូវការមាន parameter មួយដើម្បី parameter ហ្នឹងអាច parameter state នេះយើងដាក់អីក៏បានដែរស្រេចចិត្តអូខេអញ្ចឹងគាត់តែយើងសេអញ្ចឹងហើយនេះគាត់តែចេះមកគឺយើងយកstate ដកទៅកាន់ student អូខេអា student ហ្នឹងបានប៉ុណ្ណានេះយើងអញ្ចឹងត្រូវដឹងណាកាលណាយើងប្រើ use selector គឺស្មើនឹងយើងចង់ទាញយក data ចេញពី data ទាំងអស់ដែលយើងបាន config ចូល config store នេះចង់ឲ្យតែរបស់ដែលយើងអាចឲ្យតែរបស់ណាដែលយើងអាច config ចូលក្នុងនិយាយទៅឲ្យតែរបស់ណាដែលយើងបាន config ចូលទៅកាន់ config store គឺយើងអាចប្រើ use selector ដើម្បី call បានហើយអូខេអញ្ចឹងអាត្រង់នេះ use selector នេះខ្ញុំប្រើវាដើម្បីធ្វើការ call យកអានេះដែលយើងបាន config ចូលនេះ call យកនេះ call យកនេះអញ្ចឹងខ្ញុំគ្រាន់តែដាក់គេនេះយើងខ្ញុំគ្រាន់តែដាក់នេះខ្ញុំគ្រាន់តែដាក់ state ដកទៅកាន់ student ទៅគឺវានឹងធ្វើការចាប់យកអានេះហើយចាប់យកនេះបានហើយអូខេអញ្ចឹងចាប់យកនេះបានហើយយើងគ្រាន់តែសេតបន្តិចមកអញ្ចឹងដោយសារយើងចាប់យកអានេះហើយក្នុងនេះមានអីគេក្នុងនេះមានអានេះគេ add slide នេះអូខេមានប៉ុណ្ណេះមាន student មានអីណាតោះឥឡូវយើង call នេះបានហើយយើង call នេះបានហើយយើងទៅបន្ត call តទៀតអូខេតោះមកខ្ញុំធ្វើការគេ add use effect មួយ use effect មួយណាអូខេក្នុង use effect វាជា pet function ក្នុងហ្នឹងមាន callback function មួយអូខេវាមាន2 parameter ដល់នេះយើងparameter ទី1សម្រាប់ call នៅ
អឺប្រើ callback function parameter ទី2យើងប្រើអីគេប្រើនេះមក student យើងទៅណាចឹងថាលុះត្រាតែ student ហ្នឹងអាចទាញមកបានទើបយើងធ្វើការដំណើរការវាបន្ទាប់មកយើងអឺ call គេ call action ច្រឡំ action from store តោះចឹងដើម្បី call action បានគេប្រើគេនេះចង់ផ្លេចយើងអូខេចឹងយើងប្រើដូចជាដើម្បី call action បានយើងប្រើគេមានចាំទេយើងអានេះខ្ញុំចង់ call action ខ្ញុំចង់ call get student មកនេះដូច call វា call action ខ្ញុំគាត់ដាក់ get student មក get student call ចេញពី store នេះយើងcall ចេញពី store ណាឃើញវា import ចេញពី store ហើយនេះធ្វើការហៅតម្លៃនេះហៅតម្លៃមួយនេះមកនេះហៅនេះ get student នេះតែខ្ញុំអត់ទាន់ដឹងថាវាត្រូវខុសទេខ្ញុំរៀងភ្លេចតិចចឹងថាdispatch នេះយើងនេះ dispatch ចង់ផ្លេចណា dispatch ហ្នឹងនេះយើងប្រើ dispatch យក dispatch ហើយយើង call dispatch ហ្នឹងខ្ញុំចង់ផ្លេចយ៉ាង dispatch ណាអូខេបន្តិចអត់ចាំនេះយើង dispatch អូខេអញ្ចឹងខ្ញុំប្រកាសទៅនេះមួយអូខេប្រកាសត្រង់ line នេះមួយខ្ញុំដាក់ថាត្រង់នេះខ្ញុំដាក់ថា constant dispatch ស្មើ use dispatch អូខេ import មកណា dispatch import មកអូខេនេះwe useអូខេអញ្ចឹងយើងប្រើ dispatch នេះអានេះដាក់ទៅសាច់ចិត្តនេះយើងចង់ដាក់អីសាច់ចិត្តនេះយើងដាក់ញ៉ៃក៏ដាក់ទៅណាប៉ុន្តែដោយសារយើងប្រើ dispatch អញ្ចឹងយើងដាក់ឲ្យត្រូវនឹងសាច់រឿងយើងទៅ dispatch អញ្ចឹងយើងប្រើ dispatch ដើម្បីធ្វើការ call នៅអានេះ action ដែលចេញពីកន្លែងនេះចេញពីនេះcall នេះយើងប្រើឲ្យ call នេះអូខេអញ្ចឹងហេតុអីយើងត្រូវការ call វាបើសិនមកយើងអត់ call វាទេaction អត់ដំណើរការទេអញ្ចឹងយើងត្រូវការ call action ឲ្យ action ដំណើរការដើម្បីឲ្យ action ធ្វើការមួយ service ដើម្បីទាញយក data មកហើយយក data ហ្នឹងបញ្ជូនបន្តមកកន្លែងនេះអញ្ចឹងបើសិនតែយើងអត់ call action ទេ action ហ្នឹងអត់ធ្វើការទេអញ្ចឹងដើម្បីឲ្យ action ហ្នឹង call បាននៅកន្លែងនេះអញ្ចឹងដើម្បីឲ្យហៅ action ហ្នឹងឲ្យដំណើរការបានលុះត្រាយើងប្រើយក dispatch ដើម្បី call វាអូខេអញ្ចឹងខ្ញុំគាត់ណា save ចេញមកត្រង់នេះខ្ញុំដាក់ថា dispatch នេះយើង dispatch នេះអូខេតោះខ្ញុំដាក់ get គេ student បងប៉ុណ្នេះមកអញ្ចឹង effect យើងដឹងហើយគឺវាធ្វើការម្ដងណា
trong bây giờ đã chế chừng đã tì chứ mày tha nó pe đài component render viên từ ca call là đi màu ấy thì call đi màu ấy ok bên năng từ ca call đi màu chúng tôi tay component render tôi bị call máu nè ok chúng tôi ra tay component từ ca render này component bật lên nè tôi bị call màu ok chẳng dừng pra dispatch cho nó phải đài effect đâm na cá dispatch đăng từ cá đâm na cá đây chẳng dispatch pra là mấy call action nè action này ok cho nó phải đài action từ bàn call nhưng đằng này viên năng từ cá tất nhiên vô tình này trên bí JSON nào trong cái video bạn hay viên năng bỏ cho này rồi ok bỏ cho này hay cho nó phải bỏ cho năng bạn nó chụp chơi nè bỏ tam dễ nè cho nên ta năng lên xa tụ năng student ok chẳng này dương còn tay nè cô đây dương trong hai student hơn đó nè chẳng người dương còn tay trong nè dương còn tay ghế đó use selector máu đầm bấy này nhạt hỏi dương ai thứ cá trôi để dốt student năng bán tam mà dễ data đưa con tam dễ ở đây dương bán config cho nó store nè và đấy xong đong tiết chẳng nhân xong và hai dương này mà tịch tế để tôn năng use dispatch pra sầm đạp call action nó pe use selector nó bay call nữa state ở đây thì state ở đây thì action thì tự đắng á ná state ở đây action ok dương tự đắng á anh đi nó nè anh đi hai đây kế hai action anh đi hai state nè tên này nó này hai state tên này sẽ nó này hai state đây chỉ ở đây state là sao tốt lại nâng ok chân tự đắng á tha use dispatch pra sầm đạp call là ní là về use selector pra là mấy call dốt state ok ai vô phá lại nắng thì dưỡng vô bán phá việc config mình tìm mình chả trôi thôi hả chả trôi là sao thì dừng ở toàn ban mơ ấy nè bây giờ mới nâng chả trôi là lời nhầm xong mà cái áo này vì mấy ở trong ở đằng kia một nhiều về mũi thử ấy không toàn trăm dựng đăng thà đi ở đây sạch nhé pra làm bấy tiền dụ data trên bị bài là nhân lục này cho xin phải cầm thằng này dương khơi xin tạo phải chứ này ok anh ấy mập call nữa action anh ấy sầm đạp call nữa state nhưng được đăng sân thà na start là action anh ấy action anh ấy state tao ở lời dương xạ cho non ấy cho trong này máu nhưng từ ca call lại bài ok cho nhưng từ ca call cho lại ní ok cho nhưng pra thì máu nhưng copy tộc sân Ctrl X thì bạn đi ok dừng dục student đọc cắn student đó nè student đọc cắn student bây giờ chụp lại sẽ cái student đọc cắn student hãy đọc cắn ê chờ lòng này dừng chờ lòng ra đôi video này ra đây một đo con tá chờ lòng sẽ đôi video quá nè ok student ok đo tới cắn student ok đo tới cắn map khả map miền action muối ok return pha chỗ ổn multiple ổn máu này khơi nhé chọn đi chọn đỡ ô anh ấy đó sai dương đại việt muối thì dương việt toàn bắt đầu thế cho nên dương còn tay dội ghế vô student ở S này dương student ở S ok anh ấy dội ghế student đợi tới cánh ghế ID anh ấy đại ghế student đợi tới cánh name anh ấy student đợi tới cánh cost này đợi tới này đợi tới cánh ID đợi tới cánh name đợi tới cánh cost student đợi cánh cost service rate cost service rate này dương chân dương tới cánh lưu vi mà tòng tiết anh nắng ok và đi egg chân đó sao không nói service rate ok đó service rate dương ai sao cost xong chờ đây dừng chân nhom xong đã map bật cost như nãy chứ vì có nó bị
ចេញយើងនៅសារវិជារ៉េហ៎អញ្ចឹងយកដាក់ map មកតង់ទៀតយើងយកអីគេនេះ map ចេះ map ចេះ map ចេះអូខេទៅចេញណា math science history art ស្អីនេះអូខេអញ្ចឹងប៉ាឌីគាត់រៀនខ្លះខ្ញុំទៅដូរហ្នឹងបន្តិចមកប៉ាឌីរៀនReact មាន Laravel អូខេមាន Vue Spring Vue Django អញ្ចឹងទៅយើង refresh តិចណាអូខេតោះយល់អត់នេះយើងតើឡើយយើងទៅមើលនេះអូខេឥឡូវខ្ញុំសុំសួរនេះនេះយើងបើត្រង់នេះយល់នេះយល់ហើយអូខេយើងអានេះឥឡូវសុំសួរតិចណាយើងលើសបន្តិចអត់អីទេឥឡូវមានបញ្ហាអាចបើកលេងខ្ញុំបានអត់ខ្ញុំអត់ចង់សួរប៉ាឌីទេសារប៉ាឌីនិយាយច្រើនហើយសុខច័ន្ទអត់ទេអាចនិយាយមួយខ្ញុំបានអត់អត់ទេមកជើអត់អីចឹងបាទចោសុខជាតិអាចនិយាយមួយខ្ញុំបានតាំងតែលឺស្លេងសុខជាតិហ្នឹងរតនាសេរីរតនាបាទអត់អីចឹងលឺសលេងពេកលឺសលេងខ្ញុំពាក់ការទៅពេកនិយាយមកខ្ញុំចង់ផ្ទុះស្ជាវិញប៉ាឌីតោះយើងនិយាយពីអ្នកបងទៅចឹងអត់ទៅយល់ដែរអត់ទៅយល់ខ្ញុំនិយាយយើងទៅចែកគ្នាទៅយើងយល់ហើយឥឡូវខ្ញុំនឹងសរុបមកវិញអញ្ចឹងយើងដឹងហើយអា state ហ្នឹងគឺយើងសំដៅលើការទាញយកទិន្នន័យចេញមកពី API ហើយ restart ទុកក្នុងខ្លួនវាអញ្ចឹងវា restart ទុកឡើងនេះ restart ទុកក្នុងឡើងនេះតាមរយៈនេះអូខេអញ្ចឹងខ្ញុំអញ្ចឹងដើម្បីអាចប្រើហ្នឹងបានឬក៏ដើម្បីអាចចែកតម្លៃហ្នឹងបានដំបូងយើងត្រូវការ config នេះយើង config ឡើងនេះឃើញទេអានេះយើងដាក់មិនដាក់ទៅស្រេចចិត្តរបស់យើងតក៏ប៉ុន្តែខ្ញុំដាក់ថា student អញ្ចឹងទៅអូខេចាត្រង់នេះយើង config ទៅជោគជ័យហើយបន្ទាប់មកយើងត្រូវការយកអាហ្នឹងទៅចែកទៅប្រើនៅកន្លែងផ្សេងអញ្ចឹងដើម្បីអាចចែកទៅប្រើនៅកន្លែងផ្សេងឬក៏ចែកទៅប្រើនៅកាន់ component ផ្សេងឲ្យបានសពគឺយើងចូលកន្លែងណាចូលក្នុង main ដោយក្នុង main នេះយើងដាក់អីគេដាក់ provider ដោយយើងឲ្យ prop ហ្នឹងស្មើដោយយើងគេដោយយើងបញ្ជូនអាទិន្នន័យនេះបានប៉ុណ្ណានេះយើងបានប៉ុណ្ណានេះបានមកពី store index នេះអូខេអញ្ចឹងត្រង់នេះយើងនឹងធ្វើការយកអាហ្នឹងដាក់ក្នុង provider ទៅ provider នឹងធ្វើការចែកតែ app អីអញ្ចឹងក្នុង app នេះវាមិនមានមានអស់នេះត្រូវមាន page គេមាន page product list ត្រូវអញ្ចឹងឲ្យតែរបស់ណាឬក៏ page ណាឬក៏ component ណាដែល call ក្នុង app ទាំងអស់នឹងត្រូវបានឬក៏នឹងអាចប្រើប្រាស់បាន data របស់ state បានហើយចានេះដូចគ្នានេះវាមិនប្រើក្នុង app ត្រូវនេះក្នុង app នេះត្រង់នេះឃើញទេតោះអញ្ចឹងគោលដៅរបស់យើងចង់ទាញអាទិន្នន័យដែលយើងបង្ហាញខាងលើនេះមកបង្ហាញអូខេអញ្ចឹងយើងចូលត្រង់នេះយើងត្រូវការដឹងសិនត្រូវដឹងសិនត្រូវដឹងថាទី1ប៉ាឌីបិទស្លេកសិនណាប៉ាឌីអត់អីចាំខ្ញុំសួរបានទេអូខេយើងត្រូវដឹងសិនចេះទី1យើងត្រូវប្រើប្រាស់ action ដើម្បីឲ្យ action ហ្នឹងធ្វើការជាមួយនឹងអីគេធ្វើការមួយ service មកនេះត្រូវអត់នេះ service ត្រង់នេះយើងមើលណា service ត្រង់នេះនេះ service នេះ service នេះ service អញ្ចឹងយើងប្រើ action ដើម្បីឲ្យ action ហ្នឹងធ្វើការជាមួយនឹង service អញ្ចឹង action ហ្នឹងធ្វើការមួយ service វានឹងធ្វើការជាមួយនឹង get student នេះ get student យើង import មកណា import មក service មួយហ្នឹងអូខេអញ្ចឹងវាមិនទាញមកត្រូវអត់អញ្ចឹងវានឹងទាញមកចេញពី JSON យើងហើយអញ្ចឹងដល់ពេលវាទាញមកបើសិនបើក្នុងករណីដែលវាទាញមកក្នុង store នេះយើងនឹងធ្វើការ add cache ទៅឲ្យនៅនេះអូខេអញ្ចឹងខ្ញុំសួរបន្តិច action ដើរនៅពេលណា action ដើរបានលុះត្រាតែយើង call ត្រត់អូខេអញ្ចឹងដើម្បីឲ្យ action ដំណើរការជាមួយនឹង service បានមកត្រង់កន្លែងនេះខ្ញុំបានប្រើប្រាស់ dispatch ប្រើប្រាស់ dispatch ដើម្បីធ្វើការ call action អញ្ចឹងនៅពេលដែល component render នេះwhen
component render ណាចឹងនៅពេលដែល component render វានឹងធ្វើការ call នៅ get student អីគេនេះយើងគឺជា action មួយនេះ call នៅ action ចឹងនៅពេលដែល component នឹង render ភ្លាម render គឺស្មើនឹងយើងបង្ហាញណា render ពង action នឹងដំណើរការភ្លាមហ្មងនេះ action despite ដំណើរការភ្លាមចឹងនៅពេលដែលវាដំណើរការវាមិនធ្វើការទាញយក data ទាំងអស់ទេទាញយក data ទាំងអស់ចេញពី service ហើយបោះចូលឲ្យកន្លែងនេះអូខេអញ្ចឹងបោះចូលកន្លែងហ្នឹងបានហើយអញ្ចឹងគាត់ដើរបន្តតើយើងត្រូវធ្វើបែបម៉េចដើម្បីអាចទាញយក data ចេញកន្លែងហ្នឹងបាននេះអូខេអញ្ចឹងយើងប្រើគេក្នុងនេះគឺយើងប្រើ use selector អូខេតោះខ្ញុំសូមបញ្ជាក់បន្តិច use selector ប្រើដើម្បី call នៅ state អូខេអញ្ចឹងត្រូវចាំណា use selector អាច call នៅ state បានលុះត្រាតែអា state ហ្នឹងត្រូវបាន config ចូលក្នុង config store នេះលុះត្រាតែ config នេះលុះត្រាយើងបាន config ចូលកន្លែងនេះទៅវាអាចប្រើបានហើយយើងអាត្រង់នេះណាយើងសូមបញ្ជាក់បន្តិចអាត្រង់នេះមិនមែនចេះត្រាក់ទេណាគឺយើងដាក់តាមអីគេយើងដាក់តាមអានេះអញ្ចឹងបើខ្ញុំដាក់ s ចេះ s 2 ដងចេះអូខេអញ្ចឹងអាត្រង់នេះត្រូវធ្វើម៉េចដែរត្រូវដាក់ s 2ដកទៅកាន់គេនឹង s 2 ដងចេះដែរអូខេដើម្បីឲ្យអា state នេះអាចធ្វើការចាប់យកតម្លៃដែលយើងបាន config ចូលក្នុងនេះបាននេះ config ចូលឡើងនេះបាននេះអញ្ចឹងយើងមិន config ចូលក្នុងហ្នឹងត្រត់អូខេតោះចុះបើអញ្ចឹងហើយនេះយើងចោលត្រង់នេះហេតុអីយើងចាំបាច់ដកទៅកាន់ student មកតង់ទៀតបាទឌីត្រង់នេះខ្ញុំចង់សួរត្រង់នេះហេតុអីយើងចាំបាច់ដកទៅកាន់ student មកតង់ទៀតគឺយើងយកអានេះយើងយកអា student នេះណានេះ student នេះstudent នេះដកទៅកាន់អីគេដកទៅកាន់ student មកតង់ទៀតហេតុអីហើយខ្ញុំដាក់ s 2 ដងចេះកុំឲ្យយើងច្រឡំណាអូខេហេតុអីយើងចាំបាច់យកអាហ្នឹងឲ្យដកទៅកាន់ student មកតង់ទៀតទាំងដែលតម្លៃនេះគឺវាដកទៅកាន់ student ស្រាប់ហើយអញ្ចឹងហេតុអីបានវាដកទៅកាន់ student មកតង់ទៀតត្រង់នេះអាហ្នឹងទាញ JSON មកចាទាញ JSON ទាញពី data.json ឈ្មោះយើងមាន s ចាអានេះមែនច្បាស់ថាទាញមកពេលហ្នឹងអញ្ចឹងបើយើងទាញពេលហ្នឹងវាស្មើនឹងយើងរំលងអីគេរំលង state management បាត់ហើយត្រត់បើយើងទាញពី JSON ផ្ទាល់វារំលង state management បាត់ហើយយើងដឹងហើយ state management គឺសំដៅលើការទាញយកតំណែងដែលសារទុកក្នុងខ្លួនវាបន្ទាប់មកចែករំលែកបើសិនបើយើងទាញពីនេះផ្ទាល់គឺស្មើនឹងយើងដូចធ្វើដោយអាលើកមុនដដែលហ្នឹងអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចអាត្រង់នេះចាំខ្ញុំដាក់អញ្ចេះខ្ញុំដាក់x អញ្ចឹងទៅឬក៏ខ្ញុំដាក់ថាll អញ្ចឹងទៅណាអូខេតោះហើយចាំបើខ្ញុំយកនេះដូរដាក់ថា ll ដែរអូខេ ll ដែរមើលទៅផង fresh អូខេមើលមកខ្ញុំខុសឡើយណាមើលតិចកុំតឲ្យយើងសុំមើលទាំងនេះអូខេ student មាន s អូខេខ្ញុំខុសទាំងនេះយើងដោយសារពេលខ្ញុំបដូរទៅដោយសារខ្ញុំបដូរដាក់ ll តែនេះខ្ញុំអត់បានដាក់ ll នេះតែអញ្ចឹងដាក់ ll ដែរទាំងនេះដាក់ ll ដែរណាទៅវាស្គាល់ឃើញទេមកហើយតោះអញ្ចឹងខ្ញុំសួរម្ដងទៀតអញ្ចឹងតានេះចាប់យកគេឃើញទេចាំតិចហើយចាំតិចអញ្ចឹងយើងដឹងហើយ use selector ឃើញទេគឺអា student s នេះគឺបានមកពី use selector អញ្ចឹងមិនថាយើងយក use selector ហ្នឹងដកទៅកាន់អីគេដកទៅកាន់ student s ហើយមាន l ទៀតមានថាយើងទាញមកពីណាយើងទាញមកពីអានេះហ៎ត្រត់ត្រេក៏ប៉ុន្តែដើម្បីទាញពីហ្នឹងបានត្រូវឆ្លងកាត់អីសិនខ្ញុំមើលនេះដើម្បីទាញពីហ្នឹងបានគឺត្រូវឆ្លងកាត់ការ config data ចេញមកពីណាត្រូវការឆ្លងកាត់អា data ដែលបាន config ចូលក្នុង store ត្រង់នេះចាំថាគោលដៅរបស់យើងអាត្រង់នេះយើងនឹងធ្វើការចាប់យកអា state ដែលបាន config ចូលទៅក្នុង config store អញ្ចឹងយើងដឹងអាតម្លៃដែលបាន config ចូលក្នុង config store គឺវាស្មើនឹងអា student slide នេះ student slide នេះបានαπόណាបានមកពីអានេះអូខេអញ្ចឹងឥឡូវយើងមិនធ្វើការគេត្រង់នេះយើងមិនធ្វើការចាប់យកអា data ដែលបានមកពីណា
để bàn học ý config store rồi tiếng đa không config store này mình miền tầm này cái mình miền phần ít đó ok chẳng bây giờ trong chập to tiết bây giờ con tại vô ảnh nắng đo tại cái này cái đo tại cái này mà tòng nó cứ dương ai chập vô tình này bàn tin vào bị API bàn này vô khai mà nó được không năng vô khai mà nó vô khai rồi vô khai ok cho nếp xén đôi chi mớm Nita ai vô bàn nó lại nè vô khai lái vô lấy thôi nhưng mà làm còn quá ở đây đã xa năng việt mấy chẳng dư riêng vào ở đây thì dương con là bọt tam nhầm tới ấy chụp về nhầm tiền mà đong bị đong tiết vô lại thì coi như bây giờ mà đong tiết cứ vô lại ok chẳng bỏ một bánh chẳng statement xong lại cả được gọi thì sao muối tiền dục data để sao tốc năng luôn ví hơi chạy data nắng từ căn component xem đó ok lấy nhầm xong rồi về màu đội đam sân nghĩ dương nhầm xong rồi một đội đam sân á nhầm xong rồi đã thầm đá đi đã chạy tới chạy tới nè hơi giờ ní nhầm xong đã trong thôi ní nhầm xong đã thầm đá chế ok cho ní những đã thầm đá đấy thì đã thầm đá đấy hơi giờ ní đã thầm đá đây khởi dừng vô student ban đầu ra dừng pass đọc vậy ban đầu nè ban đầu nè ok chả ní vì mình chập rồi kì vì năng từ ca return data để ban đầu nè vì năng return data để tụi ban đầu nè tụi ban đầu bí nè tụi ban đầu nè ok tao lại nhầm xong dùng inspect dương mình tí xin trong khổ hay ơi sẽ đã cho mình trong lấy nó lấy đặt cái tăng từ map thì rồi nè to một bánh inspect mình tích ok dương inspect dương thông đá dương chọn đăng API thứ cái dương mưa lại network hết rồi dương refresh bông dương mưa net student thứ cái này student này ok ní bị tiền API mày ok cho nó bị tiền máu API nắng dương từ các call máu call sẽ bị thằng máu ok hơi return là data trong return là data mình thấy hai ghế chập vô phần này đó chập vô phần này cho mình thay get sự đến nó get nó tầm lại ban phần này sập vậy ok trong get ban sập ấy đâm bay ao nâng vô một ta trong store bán cái ban bạc action mũi rồi từ các call nữa get sự đến này nhưng get sự đến ấy cứ những con này return data tới cứ dân là tôi ban là phần này nè chẳng lại trong đó dân là tôi ban vào phần này tạo ghế tạo get sự đến sao nhưng trong là sòng hai ở lươn tí hả lại nhờ ô tô là flow với đào bị nát tên ná ok flow với đào mến thì dân chẳng như chập đam bị bồn bánh cứ 4 cứ dân ấn chẳng dừng đó ta step này chúng cứ chỉ thì sao mối đài tiền tình đấy hay là sao tập thông luôn viết bộ tập móc chai tầm lấy tạo component xem chẳng dừng cổ đài dân trong tiền tình đấy dành về này cho nên bây tiền bán như từ cái miền sài bây giờ ở tập móc miền sài mùi muối mà tầm nàng ở endpoint mùi muối hay nó bây ai ao endpoint nhận vô tập ra được cô để sao tập trong data cái bàn bạc đại kế thằng ấy cái bàn bạc action mùi action riêng năng function là thế action đa là call mà sân giờ call viot đâm na ca thì chẳng như bạc action mới làm bây từ ca tiên dần này chẳng bạc không cái này là action đá mấy thằng không cái này để dương call là action cứ vì miền pi cái này thì mỗi cứ tiên dần này đợi chuột cháy cái này thì pi tiên dần này đói và chơi đi go tiên là bàn có error nó pe nông pe API spawn cho nó pe về tiền máu chơi như nào tập này cho nó pe về tiền máu này chương năng dụng data năng để sao tụng năng này nè ok lâu vì dương ban để sao tụng năng này năng hay còn tay nó bởi ai para bán khi dương từ cá config video nó config store sân tầm rồng viết nè config cho năng config store sân chứ mới thay data thì dương ban para thằng ó cứ năng config cho này năng này đi step đó nè cho nó bởi ai dụ năng tập para to tiết cứ dương chạy tới nóng chạy không men này dương para provider là provider para nó bị tk chạy đồng đây data và đó là ao app ok chân non store đấy hay còn hai store máu store chỉ mình nè store chỉ mình này nè store mẹ nè chỉ mình này máu dương dột đặt thằng này tới cứ smart là dương dột data là ban config nè config thằng off nè chạy tạo app chẳng ở tại là bao na để para thằng app nè là bao đi như tới ở tại component mui na để call thằng app đưa co component mui na đưa code component na để call thằng app cứ dương ai dột data
ដែលបាន config ចូលក្នុង store នេះទៅប្រើប្រាស់បានទាំងអស់ម្ដងទៀតឲ្យតែ component មួយណាអាច call ឬក៏ call ក្នុង app នេះគឺយើងអាចយក data ដែលបាន config ចូល store នេះ config លេខនេះយកទៅប្រើបានគ្រប់ component ហ្មងអូខេតោះអញ្ចឹងចុងក្រោយគឺយើងនឹងបង្កើត page មួយមកដោយយើងត្រូវដឹងសិនដើម្បីអាច call action បានដោយសារតែ action វាមិនមែនជា function ធម្មតាទេវាជាលក្ខណៈរបស់ library ណាអញ្ចឹងដើម្បី call វាបានអត់អាច call ឆៅភ្លាមទេគឺគ្នាយើងត្រូវអីគេគ្នាយើងត្រូវការបង្កើត despatch មួយដើម្បីអាច call នៅ action បានអញ្ចឹងយើងបង្កើត despatch ដើម្បីអីគេដើម្បីឲ្យ despatch ហ្នឹងធ្វើការ call នៅ action អញ្ចឹងនៅពេលដែល component render ភ្លាម action ហ្នឹងមិនអីគេនេះយើងមិនអីគេមិនដើរត្រត់អញ្ចឹងនៅពេលវាដើរអូខេវាដើរស្អីធ្វើការនេះយើងនៅពេលដើរស្អីធ្វើការគឺ extract reducer នេះធ្វើការអញ្ចឹងធ្វើការវា check មើលសិនតើហ្នឹងជោគជ័យអត់អញ្ចឹងបើជោគជ័យវានឹងទាញតន័យដោយសារទុកក្នុងនេះឯត្រត់អូខេអញ្ចឹងយើងដឹងហើយ component ដើរត្រង់នេះ call មក component ដើរនេះដើរហើយអញ្ចឹងនៅពេលវាដើរវាទាញចូលត្រង់កន្លែងនេះតាមរយៈនេះអូខេអញ្ចឹងឥឡូវវា call ហើយអញ្ចឹងបើយើងចង់យកតន័យដែលបានរក្សាទុកពីកន្លែងហ្នឹងនេះយកមកប្រើបាននៅក្នុង page នេះធ្វើម៉េចគឺយើងប្រើ use selector ក៏ប៉ុន្តែយើងអាច direct ទៅឆៅបានទេគឺយើងឆ្លងកាត់ state សិនអញ្ចឹងដើម្បីអាចឆ្លងកាត់ state គឺយើងត្រូវការបង្កើត use selector បញ្ជាក់ប្រើសម្រាប់ call នៅ state ទាំង line ណា state ទាំងអស់ដែលបាន config ចូលកន្លែងនេះមានថាយើង call យកអានេះអូខេយើង call យកអានេះអញ្ចឹងយើង call យកអាហ្នឹងត្រង់នេះឃើញទេយើង call នេះគាត់យកគេយក state ដល់ទៅកាន់ state ហ្នឹងមក student ហ្នឹងមកនេះ student នេះណានេះ student នេះអូខេ student នេះបន្តមកទៀតយើងដឹងហើយនៅពេលវា call មកវាបានប៉ុណ្ណេះត្រត់អូខេអញ្ចឹងបានប៉ុណ្ណឹងមិនได้សារទុកក្នុងនេះត្រត់អូខេតោះពេលយើងធ្វើការ map វាហេតុអីយើងត្រូវការប្រើ student ហើយ student ទៀតអា student នេះតំណាងឲ្យ data ដែលយើងប្រើទាញចេញពី use selector នេះអូខេហើយមូលហេតុដែលយើងដាក់ student មកតង់ទៀតដោយសារតែយើងមើលក្នុង store នេះឃើញទេក្នុង store នេះមានអីគេនេះយើងមាន student slide ហើយក្នុង student slide មាន state នេះអញ្ចឹងមានថាគោលដៅចុងក្រោយគឺដតចូលកន្លែងនេះឃើញទេអូខេជ្រាបខ្លះនេះយើង flow វាណាអាចយល់ខ្លះទេតន់ខ្លះចាអូខេអញ្ចឹងយើងគ្រាន់តែព្យាយាមអង្គុយសេឡើងវិញហើយយើងនឹងអាចស្វែងយល់បានហើយគ្រាន់តែយើងព្យាយាមអង្គុយសេយើងអាចសង្កេតអាវិធីសាស្ត្រ flow វាតិចអ្វីដែលខ្ញុំនិយាយហ្នឹងយើងយកទៅពិចារណាគិតតិចទៅយើងនឹងគិតឃើញពី logic និង flow វាអីអូខេអញ្ចឹងដូចជាមានតែប៉ុណ្្នឹងយើងអាចសម្រាប់បានណាជួបថ្ងៃច័ន្ទកុំភ្លេច screenshot ចូលក្រុមបាទបាយចា